ដោះស្រាយការពិតគួរឲ្យភ្ញាក់ផ្អើលចំនួន3ដែលអ្នកកំពុងយល់ច្រឡំអំពីឈើឧស្សាហកម្មទី1គឺអាយុកាលនៃឈើឧស្សាហកម្មមិនខ្ពស់ទេមនុស្សជាច្រើនគិតថាឈើឧស្សាហកម្មអាចប្រើបានត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះទស្សនៈនេះខុសទាំងស្រុងព្រោះអាយុកាលនៃឈើឧស្សាហកម្មនឹងអាស្រ័យលើកត្តាជាច្រើនដូចជាបរិស្ថានខាងក្រៅនិងវិធីសាស្ត្រសម្អាតប្រសិនបើប្រើបានត្រឹមត្រូវនិងរក្សាទុកសម្អាតតាមការណែនាំអាយុកាលនៃឈើឧស្សាហកម្ម Segundo អាចមានរយៈពេលរហូតដល់20ឆ្នាំឬយូរជាងនេះទី2គឺថាវាងាយស្រួលក្នុងការវាស់គុណភាពមិនស្មើនឹងឈើធម្មជាតិឈើឧស្សាហកម្មដែលមានលក្ខណៈសម្បត្តិឯកសណ្ឋានរចនាសម្ព័ន្ធនៃសមាសធាតុត្រូវបានបន្ថែមដោយសារធាតុបន្ថែមការពារជាច្រើនដូច្នេះវាស្ទើរតែមិនត្រូវបានពង្រីកឬវាស់ដោយសារតែអាកាសធាតុលក្ខខណ្ឌបរិស្ថានទី3គឺវាងាយនឹងរសាត់ធ្វើឲ្យបាត់បង់សោភ័ណភាពផ្ទៃឈើឧស្សាហកម្មនៅ Segundo ត្រូវបានគ្របដណ្ដប់ដោយថ្នាំកូតដែលមានគុណភាពខ្ពស់ដូចជា melamine, laminate, veneer ដូច្នេះវានឹងពិបាកក្នុងការបន្ថយស្រទាប់ផ្ទៃគឺជាផ្នែកមួយដ៏សំខាន់ដើម្បីបង្កើតសោភ័ណភាពនិងការពារទ្វារពីភ្នាក់ងារបង្កគ្រោះថ្នាក់នៅ Segundo យើងផ្ដល់ជូននូវផលិតផលទ្វារឈើឧស្សាហកម្មដែលមានគុណភាពក្នុងតម្លៃអនុគ្រោះសូមតាក់ទងមកយើងខ្ញុំឥឡូវនេះសម្រាប់ការប្រឹក្សាដោយផ្ទាល់